ជំរាបសួរអ្នកគ្នាថ្ងៃនេះសូមអញ្ជើញតាមដានរឿងជាពូហ្វានក្នុងភាគទី175បន្តទៀតសេរីចាប់ផ្ដើមឡើងនៅកំឡុងពេលដែលលោកពូឆាងបានឡោមព័ទ្ធពូហ្វានដោយចោទប្រកាន់ថាគេមកពីនិកាយយិនជីក៏យល់ថាការជួយសង្គ្រោះកូនប្រុសរបស់គាត់គ្រាន់តែជាល្បិចមួយដែលចូលមកក្នុងបាក់របស់គាត់ដើម្បីលួចយកនៅរបស់សំខាន់តែប៉ុណ្ណោះហើយដូច្នេះហើយគឺគ្មានការលើកលែងទេពូហ្វានបានឃើញថាពួកគាត់ពិតជាចង់ដោះស្រាយជាមួយនឹងគេមែនប៉ុន្តែក៏ដឹងថាគ្មានគីឡូជាមួយនឹងពូហ្វាននោះទេម្យ៉ាងវិញទៀតពូហ្វានក៏รู้ហើយថាមនុស្សចាស់ទាំងអស់នេះសុទ្ធតែរឹងរូសរបៀបហ្នឹងមែនអត់លោកពូឆាងក៏នៅតែមិនខ្វល់ព្រោះកម្រិតធម៌ពូហ្វានគឺស្ថិតនៅក្នុងស្រទាប់ផែនដីហើយដូច្នេះហើយគឺមិនបញ្ហាសម្រាប់គាត់ទេឲ្យទៅធ្វើការឡោមព័ទ្ធជាប់បង្កាត់ក្បួនទៅបានហើយពូហ្វានឃើញថាពួកគាត់ដូចជាពិបាកនិយាយគ្នាមែនហើយដូច្នេះហើយគួរតែធ្វើពួកគេរៀងរងទុកបន្តិចទៅការប្រយុទ្ធខ្វាន់ចាប់ផ្ដើមឡើងតែយើងឃើញថាគ្មានអ្នកណាជាដៃគូរបស់មកចូលពូហ្វានទេត្រូវបានពូហ្វានដោតឆ្កាំងនៅមកកន្លែងឲ្យបាត់ទៅហើយសូម្បីតែលោកពូឆាងនឹងក៏មិនអាចធ្វើអ្វីពូហ្វានបានដែរមិនថាក្បាច់គុណដើរប្រចាំគោរបស់គាត់ក៏នៅតែមិនមែនជាដៃគូហើយដូច្នេះហើយគាត់មានការសោកស្ដាយចំពោះសមត្ថភាពខ្លួនឯងជាខ្លាំងចឹងហើយក៏សូមទោសទៅកាន់បុព្វបុរសរបស់គាត់ធ្វើការសម្លាប់ខ្លួនឯងចោលតែម្ដងតែពូហ្វានដូចជាទឹកភ្នែកណាក៏ព្យាយាមគាត់ទៅនៅគណៈពេលដែលពូហ្វានព្យាយាមបកស្រាយពីខ្លួនឯងថាគេមិនមែនជាមនុស្សមកពីនិកាយយិនជីទេនោះក៏ស្រាប់តែមានចំហាយធម្មពវិញ្ញាណអាក្រក់ជាច្រើនកំពុងតែហូរសម្ដៅចូលទៅកាន់សាលខាងក្នុងដែលនោះគឺជាដួងព្រលឹងរបស់យិនសាននាងនឹងឯងនេះក៏បានធ្វើការអរគុណពូហ្វានផងដែរដែលជួយនាងក្នុងការស្វែងរកនៅរបស់ដ៏ល្អពូហ្វានគ្រាន់តែបានឃើញវត្តមានរបស់នាងភ្លាមក៏ប្រញាប់ដេញតាមពីខាងក្រោយតែម្ដងដោយប្រាប់គាត់ថានេះហើយគឺជាមនុស្សមកពីនិកាយយិនជីពិតប្រាកដចំពោះលោកពូឆាងក៏នៅតែគិតថាពូហ្វានគឺជាចោរដដែលគឺនាំបាក់ពួកមកលួចរបស់គាត់មានការសោកស្ដាយខ្លាំងមែនទែនព្រោះថាពួកគេកំពុងតែតម្រង់ទៅកាន់សាលខាងក្នុងហើយព្រោះថាសាលខាងក្នុងរបស់គាត់គឺកំពុងតែផ្ទុកជាមួយនឹងគុយខ្យងឋានសួគ៌បើសិនជាគ្មានគុយខ្យងឋានសួគ៌ទេបាក់របស់គាត់ក៏លំមលាយដូចគ្នាក៏เลยមកមើលសាលខាងក្នុងដែលជាឃ្លាំងផ្ទុកទ្រព្យសម្បត្តិនៅវិញយើងបានឃើញគុយខ្យងឋានសួគ៌ចំនួន8គ្រាប់ហើយយិនសាននាងក៏បានធ្វើដំណើរទៅដល់ទីកន្លែងនោះដូចគ្នាផងដែរនាងគ្រាន់តែបានឃើញភ្លើងក៏ខ្វាកផ្លែតបំរុងនឹងយកទាំងអស់ក៏ប៉ុន្តែចង្រៃឯពូហ្វានក៏ធ្វើដំណើរមកទាន់ហើយក៏ដាក់នាងមកបញ្ចូលចំដៃទៅដល់បណ្ដាលឲ្យនាងស្ពឹកដៃមែនទែនឃើញការល្អហើយពូហ្វានក៏បំរុងនឹងចាត់ការនាងចោលនៅមួយកន្លែងក៏ប៉ុន្តែនាងកិច្ចខ្លួនលឿនខ្លាំងមែនទែននាងក៏សន្យាថានឹងចាប់ពូហ្វានឲ្យបានហើយធ្វើទរណកម្មគេឲ្យស្លាប់មែនទែនជាពុំខានទេហើយមុនពេលដែលនាងកិច្ចខ្លួនទៅនាងក៏បានលើកយកនៅប្រអប់គុយខ្យងឋានសួគ៌នោះទៅជាមួយទៀតផងក៏ប៉ុន្តែត្រូវបានពូហ្វានវាយរំដោះចំនួន7នាងយកទៅបានតែមួយទេហើយអាមួយដែលនាងយកទៅនោះក៏ទំនោរជារបស់សំខាន់ទៀតភ្លាមលោកពូឆាងគាត់ក៏បានធ្វើដំណើរមកដល់នៅតែបន្តចោទប្រកាន់ទៅកាន់ពូហ្វានដដែលហ្នឹងបើសិនជាពូហ្វានមិនមែនជាមនុស្សក្នុងបកយិនជីនោះទេហេតុអីក៏បិសាចនៅក្នុងបកយិនជីចូលមកលុកលុយក្នុងបករបស់គាត់បានចឹងវត្តមានរបស់ពូហ្វានគឺជាដៃគូតែមួយជាមួយនឹងបកយិនជីនោះទេពូហ្វានបានប្រាប់ត្រឡប់ទៅវិញថាបើសិនជាមិនដោយសារតែគេនោះទេគ្មានប្រអប់ណាមួយនៅសល់ឡើយក៏ដោយសារតែឃើញគាត់នៅតែមិនជឿកូនប្រុសរបស់គាត់ក៏ព្យាយាមប្រាប់គាត់ផងដែរថាបើសិនជាពូហ្វានគឺជាមនុស្សមកពីបកយិនជីមែនម្ល៉េះពួកគេតែ6នាក់នឹងគ្មាននៅរស់ទេដោយដឹងស្រាប់ហើយថាកម្លាំងរបស់ពួកគាត់គឺមិនស័ក្តិសមជាមួយនឹងពូហ្វានឡើយចឹងគាត់គួរតែស្ងៀមស្ងាត់ហើយស្ដាប់គេមួយរយៈសិនទៅកូនប្រុសរបស់គាត់បានប្រាប់រឿងរ៉ាវតាក់ទងជាមួយនឹងនៃការរបស់ខ្លួនឲ្យពូហ្វានស្ដាប់គ្រប់បែបយ៉ាងគឺថានៃការរបស់គាត់ក៏កំពុងតែជពាក់លុយគេបានលក់នៅទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដើម្បីទៅការពារនៅប្រអប់គុយទាំង8មួយនេះហើយពួកគេខ្លួនឯងផ្ទាល់ក៏មិនដឹងដូចគ្នាថាគុយខ្យងឋានសួគ៌នឹងគឺមានប្រយោជន៍អ្វីខ្លះទេគ្រាន់តែដឹងថាដូនតាតាំងពីជំនាន់មុនឲ្យពួកគាត់ថែរក្សាហើយក៏ដោយសារតែថែរក្សានឹងហើយបានជាអស់ទ្រព្យអលីងអ្នកដទៃផ្សេងទៀតមានការបន្ទោសខ្លួនឯងជាខ្លាំងព្រោះថាគ្មានបានការដោយសារតែឃើញទៅភ្នែកពេកពូហ្វានក៏បានដោតជីបចោលពួកគេនៅការមកកន្លែងសិនទៅក៏ដោយសារតែការគ្រប់គ្រងរបស់ពួកគាត់អញ្ចឹងហើយទៅបានជាបាក់ស្ទើរតែលីហិនហើយក៏ប៉ុន្តែពូហ្វានអាចជួយដោះស្រាយបញ្ហារបស់ពួកគេបានព្រោះដោយសារតែពូហ្វានមានវិធីផ្ទាល់ខ្លួនពេលនេះពូហ្វានដឹងហើយថាមូលហេតុបានជាពួកគេស្អប់នៃការយិនជីដល់ម្លឹងព្រោះដោយសារតែនៃការយិនជីតែចង់បានគុយខ្យងឋានសួគ៌ចម្រើនយកធម្មពលបរិសុទ្ធរបស់វាបង្កើននៅធម្មពលជាអាក្រក់និយាយរួមទៅគុយខ្យងឋានសួគ៌ក៏ដូចជាថ្នាំបំពន់មួយអញ្ចឹងអ្នកណាប្រើគឺអ្នកនឹងហើយទទួលបានផលចំណេញពីវាច្រើនកកតាមពិតទៅគុយខ្យងឋានសួគ៌ពិតប្រាកដគឺមានតែចំនួន1គ្រាប់នោះទេហើយមូលហេតុដែលធ្វើឲ្យវាមានចំនួន8គ្រាប់ក៏ព្រោះដោយសារតែបុព្វបុរសនៃនិកាយយូគាត់ធ្វើវាដើម្បីបំផន់ភ្នែករបស់សត្រូវតែប៉ុណ្ណោះក៏ប៉ុន្តែចង្រៃយកអីសូម្បីតែកូនចៅរបស់គាត់នឹងក៏មិនដឹងថាមួយណាពិតប្រាកដដែរមិនដឹងថាសានាងយកទៅនោះពិតឬក៏ខ្លាំងខ្លាយទេចឹងហើយគឺមានតែពងពូហ្វានឲ្យជួយមើលពួកគាត់តែប៉ុណ្ណោះថាតើមួយណាពិតមួយណាខ្លាំងខ្លាយបន្ទាប់មកពូហ្វានក៏ចាប់ផ្ដើមធ្វើការពិនិត្យខណៈពេលដែលពួកគេក៏បានរងចាំនៅខាងក្រៅកូនប្រុសរបស់គាត់ក៏នៅតែមានការព្រួយបារម្ភបើទោះបីជាពូហ្វានរកខែពិតប្រាកដក៏ដោយក៏ប៉ុន្តែលុយដែលជាពាក់គេក៏មិនតាន់សងឡើយហើយដូច្នេះហើយវាក៏គួរតែដល់ពេលដែលគេត្រូវរឹបអូសគឺរឹបអូសយកកន្លែងរបស់គាត់តែម្ដងកន្លែងមើលបៃទូវ័យនៅវិញគឺគេដើរតាមផ្លូវបដាសប្បាយចិត្តបដាសមត្ថសម័យខ្លួនឯងខ្លាចទៅជាអគ្គនាយកក្រុមហ៊ុនហើយមានស្រីស្អាតជាច្រើននៅចាំកំដរគេថែមទៀតផងមូលហេតុដោយសារតែគេបានធ្វើរឿងដ៏សំខាន់មួយដល់ក្រុមហ៊ុនទៅកាងកំពុងតែសប្បាយចិត្តសុខស្រាប់តែមនុស្សនៅក្នុងក្រុមហ៊ុនកៃហ្វឹងចាប់ខ្លួនគេបញ្ចូលក្នុងឡានយកទៅបាត់ទៅនៅពេលដែលដឹងខ្លួនត្រឡប់មកវិញស្រាប់តែឃើញខ្លួនឯងនៅក្នុងក្រុមហ៊ុនកៃហ្វឹងមានការផិតភ័យខ្លាំងមែនទែនខ្លាចថាពួកគេយកមកសម្លាប់អីចឹងទៅក៏ប៉ុន្តែ Black Window គ្មានន័យចឹងនោះទេចង់ឲ្យបៃទូវ័យនឹងមកសហការជាមួយនឹងនាងដើម្បីរំលាយក្រុមហ៊ុនទៅកាងចោលសំណួរដំបូងដែលនាងចង់សួរទៅកាន់បៃទូវ័យគឺថា
ថាតើក្រុមហ៊ុនឡុងថឹងសហការជាមួយនឹងក្រុមហ៊ុនទៅការគឺស្ថិតក្នុងមូលហេតុតែមួយមែនអត់គឺដោយសារតែ Animo គឺជាបងប្អូនជីដូនមួយរបស់បៃទូវៃមែនឬបៃទូវៃបានប្រាប់ហើយថាពិតប្រាកដណាស់នឹងគឺជាបងប្អូនជីដូនមួយរបស់គេតាំងពីតូចអញ្ចឹងហើយមិនថាគេទៅដល់ទីណាទេនឹងក៏នៅតែតាមគាំទ្របែបនេះបានធ្វើឲ្យ Black Widow យល់ហើយថាបើសិនជាបៃទូវៃចាក់ចេញពីក្រុមហ៊ុនទៅកាងនោះនាងប្រកាសជាដកសិទ្ធិសហការជាមួយនឹងក្រុមហ៊ុនទៅកាងចោលជាក់ជាពំខាននោះទេអញ្ចឹងហើយនាងចង់ឲ្យបៃទូវៃមកធ្វើការក្នុងក្រុមហ៊ុនរបស់នាងច្រើនជាងក៏ព្រោះដោយសារតែក្នុងក្រុមហ៊ុនទៅកាងគ្មានអ្វីពិសេសទេនាងដឹងទេថាបៃទូវៃនឹងត្រូវការលុយខ្លាំងណាស់ក្នុងគណៈពេលនេះហើយដូច្នេះហើយក៏យកលុយមកចំនួនដល់ច្រើនដាក់កណ្ដាលមុខឲ្យគេខ្វាកតែម្ដងឃើញលុយច្រើនចឹងហើយគឺគេមានតែយកប្រឹបសហការជាមួយនឹង Black Widow តែប៉ុណ្ណោះក៏ប៉ុន្តែមុននឹងនាងបង្កលុយឲ្យនាងក៏ចង់ឲ្យគេនឹងធ្វើរឿងតូចៗចំនួន2ឲ្យនាងតែយើងមិនទាន់ដឹងទេថារឿងនោះគឺជារឿងអ្វីនៅថ្ងៃបន្ទាប់ខណៈពេលដែលបៃទូវៃចូលរួមក្នុងអង្គប្រជុំគឺថាគេមានចរិតខ្លាំងមែនទែនក៏ព្រោះដោយសារតែគេបានសាងនៅគុណសម្បត្តិធំសម្រាប់ក្រុមហ៊ុនសូយើងក្នុងឋានៈជាអនុប្រធានក្រុមហ៊ុននាងក៏បានផ្ដល់នៅរង្វាន់មួយចំនួនឲ្យគេផងដែរក៏ប៉ុន្តែបៃទូវៃក៏ចង់ធ្វើការទាមទារពីក្រុមហ៊ុនវិញនៅសិទ្ធិមួយចំនួនផងដែរព្រោះដោយសារតែគេបានបម្រើក្រុមហ៊ុនទៅការជាយូរមកហើយដោយតែយើងបានដឹងស្រាប់ហើយថាសូយើងគឺមានឋានៈជាអនុប្រធានក្រុមហ៊ុនហើយដូច្នេះហើយបៃទូវៃក៏ចង់ដណ្ដើមយកឋានៈជាអនុប្រធានក្រុមហ៊ុនដាក់សម្រាប់ខ្លួនឯងវិញម្ដងនិយាយរួមទៅគឺចង់ជំនួសតំណែងរបស់សូយើងឲ្យនាងខ្លាយទៅជាអ្នកគ្រប់គ្រងវិញក្រោមអាវ៉ាត់របស់ខ្លួនបែបនេះបានធ្វើឲ្យសូយើងព្រមទាំងអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាការទាមទាររបស់គេគឺធំដុំចឹងទេចំពោះ Black Widow វិញក៏កំពុងតែអង្គុយចាំនៅខាងក្រៅក្រុមហ៊ុនទៅកាងព្រោះនាងគឺមិនជឿទុកចិត្ត 100% ទេថាក្រុមហ៊ុនឡុងថឹងធ្វើវាគឺសម្រាប់តែបៃទូវៃនោះនេះគឺចង់ឃើញសក់ខ្មៅកាន់តែច្បាស់ថាតើក្រុមហ៊ុនឡុងថឹងពិតជាជួយបៃទូវៃមែនឬមួយក៏ជួយក្រុមហ៊ុនទៅកាងក្នុងចេតនាអ្វីផ្សេងឡើយមកមើលក្នុងក្រុមហ៊ុនឯនេះវិញគឺថាសូយើងបានយកព្រមទៅនឹងសំណើដែលគេសុំធ្វើជាអនុប្រធានក្រុមហ៊ុនឲ្យគេគឺគេមានសិទ្ធិប្រើប្រាស់ office របស់នាងក៏ប៉ុន្តែគេមិនទាន់អស់ចិត្តនៅឡើយនោះទេក៏សុំយកនៅលក្ខខណ្ឌទី2មួយទៀតម្នាក់ដែលមានឈ្មោះថាយេបូហ្វានេះក៏ត្រូវតែបណ្ដេញគេចេញពីក្រុមហ៊ុនជាបន្ទាន់មិនថាបើទោះបីជាគណៈពេលនេះគេស្ថិតក្នុងមន្ទីរពេទ្យក៏ដោយក៏អត់ខ្វល់ដែរមូលហេតុតែបៃទូវៃហ៊ានធ្វើអញ្ចឹងក៏ព្រោះដោយសារតែលុយរបស់ Black Widow តែប៉ុណ្ណោះ Black Widow បើវិជាគេធ្វើអញ្ចឹងម្យ៉ាងវិញទេគេបានស្អប់យេបូហ្វានយូរណាស់ទៅហើយវាគឺជាការល្អសម្រាប់សងសឹកហើយបើសិនជាពួកគេមិនយកព្រមទៅតាមសំណើរបស់បៃទូវៃនោះទេប្រកាសណាស់គេក៏នឹងចាក់ចែងហើយកិច្ចសន្យាសហការរបស់ Animo ក៏នឹងត្រូវរំសាយចោលដែរជាមិនខាននោះទេនៅកំឡុងពេលនោះស្រាប់តែ Animo ធ្វើដំណើរមកដល់នេះមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះឃើញពួកគេកំពុងតែនិយាយឮខ្លាំងៗបៃទូវៃគ្រាន់តែបានឃើញ Animo ភ្លាមគឺសប្បាយចិត្តខ្លាំងមែនទែនហើយដូច្នេះហើយក៏បញ្ញាប់ទៅនិយាយរាក់តែដាក់នាងថែមទាំងប្រាប់ពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងគឺគ្រាន់តែចង់បណ្ដេញបុគ្គលិកម្នាក់ឈ្មោះថាយេបូហ្វានឲ្យចេញពីក្រុមហ៊ុនតែប៉ុណ្ណោះប៉ុន្តែពួកគេហាក់បីដូចជាស្ទាក់ស្ទើរខ្លាំងណាស់ដល់ពេលចឹងទៅ Animo បានសួរទៅកាន់វងថាតើនាងក៏ពិតជាចង់បណ្ដេញយេបូហ្វានចេញមែនអត់សូយើងគិតថាបៃទូវៃគឺជាបងប្អូនជីដូនមួយរបស់ Animo ចឹងហើយនាងក៏នឹងធ្វើតាមការសម្រេចចិត្តរបស់បៃទូវៃជាមិនខានចឹងគឺនាងមានតែសម្រេចចិត្តបណ្ដេញយេបូហ្វានចេញពីក្រុមហ៊ុនរបស់នាងតែប៉ុណ្ណោះលើចឹង Animo នេះសប្បាយចិត្តណាស់ហើយក៏អបអរសាទរទៅនឹងជំរឿនរបស់នាងផងដែរហើយដូច្នេះហើយក្រោយពីបណ្ដេញយេបូហ្វានទៅនាងក៏នឹងលុបចោលកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុននាងដូចគ្នានិយាយប៉ុណ្ណឹងនាងក៏បានចាក់ចែងទៅវិញហើយអបបៃទូវៃនឹងក៏បានស្នើសុំឲ្យ Animo នឹងផ្ដល់សិទ្ធិមួយនេះទៅឲ្យក្រុមហ៊ុនកៃហ្វឹងវិញទៅគ្រាន់តែលើចឹងនាងខឹងបដ ហើយងាកមកជេរគេផ្លែតប្រាប់ឲ្យបៃទូវៃនៅឆ្ងាយពីនាងទៅព្រោះថាគ្រាន់តែជាឋានៈបងប្អូនជីដូនមួយគឺគ្មានអ្វីជិតស្និទ្ធទេម្យ៉ាងវិញទៀតនាងធ្វើនេះក៏មិនមែនដើម្បីគេដែរនៅពេលដែលនាងក្រីក្រគ្មានសម្បីតែអីញ៉ាំគឺគ្មានពាក្យថាបងប្អូនជីដូនមួយមកអឺតក្បាលមើលនោះទេគឺមានតែជន់ឈ្លីបន្ថែមហើយដូច្នេះហើយមនុស្សវង្វេងដូចជាគេគួរនៅឆ្ងាយពីនាងទៅនាងគួរខ្ពើមខ្លាំងណាស់ហើយក៏ងាកប្រាប់ទៅកាន់សើយៀនឲ្យកិនសារជាថ្មីទៅថាមូលហេតុអីបានជានាងផ្ដោតសិទ្ធិនេះឲ្យក្រុមហ៊ុនតេកាលើដូច្នេះសើយៀនក៏ចាប់ផ្ដើមគិតថាទាំងអស់នេះក៏ដោយសារតែពូហ្វានមែនអត់ចឹងការអញ្ជើញព័ត៌មានការបញ្ចូលរួមកម្មវិធីនោះវាគឺជាការពិតដែលត្រូវបានបកគលជាពិសេសហើយដូច្នេះហើយសើយៀនក៏ដល់ពេលដែលត្រូវជំរះសម្រាមចេញហើយក៏បញ្ជាឲ្យគេនឹងបកក្បាលចេញពីក្រុមហ៊ុនរបស់នាងទៅបៃទូវៃមិននេះលយណាឥឡូវនេះក៏ត្រូវបានសន្តិសុខធាក់ចេញពីក្រុមហ៊ុនគួរឲ្យណយធំខ្លាំងមែនទែនគេសុំអវយតកកាយគេផងទោះបីជាធ្វើសន្តិសុខក៏គេព្រមដែរជារបល់យកចុះទៅតាមខាងយីយ៉ងផងនៅពេលបានជួបជាមួយនឹង Black Widow គេបានយកលេសប្រាប់ថាគេបានលាលែងតំណែងចេញមកពីក្រុមហ៊ុនតេកាហើយចឹងអាចចូលរួមជាមួយនឹងក្រុមហ៊ុនកៃហ្វឹងនាងបានក៏ប៉ុន្តែនាងគិតថាគេជាមនុស្សគ្មានប្រយោជន៍ព្រោះគោលបំណងរបស់នាងគឺចង់ប្រើប្រាស់គេតែប៉ុណ្ណោះហើយដូច្នេះហើយបានធ្វើបៃតាវៃដូចជាខឹងនាងខ្លាំងមែនទែនក៏ប៉ុន្តែមិនអាចធ្វើអ្វីគេបានទេស៊ីមកកដាប់តែឡើងចង់វិចផុតហើយនាងបញ្ញាឲ្យគេរត់ចេញភ្លាមទៅបើមិនចង់បាក់ជើងពេលនោះ Black Widow ចង់ដឹងខ្លាំងណាស់ថាតើអ្នកនៅពីខាងក្រោយក្រុមហ៊ុនតេកានឹងគឺជានរណាពិតប្រាកដពីពលពូតើហ្វូគាត់ខ្លាំងកូនស្រីខ្លាំងមែនទែនមិនត្រឹមតែថាឲ្យកូនស្រីរបស់គាត់ទេថែមទាំងថាប្រពន្ធរបស់គាត់ថែមទៀតផងនេះឬគឺជាការបដៅកូនរបស់គាត់ពូហ្វានបានជួយក្រុមហ៊ុនហើយឥឡូវនេះគេស្ថិតក្នុងមន្ទីរពេទ្យបែរជាមិនអើតក្បាលទៅមើលតិចសោះក្រៅពីនេះក៏បណ្ដេញគេចេញពីក្រុមហ៊ុនទៀតក៏ប៉ុន្តែបើទោះបីជាគាត់ខំប្រឹងថោយ៉ាងណាក៏ដោយពីអ្នកម៉ៃកូននឹងហាក់បីដូចជាមិនចង់ទទួលកំហុសនោះទេនៅតែបន្តពូហ្វានចឹងទៅដោយសារតែពូហ្វានមិនព្រមប្រាប់គេចេះ
ញ្ចជាដើមចឹងហើយគឺគ្មានជំរឿននោះទេគឺមានតែគាត់តែទូរស័ព្ទទៅរក Animal ដោយខ្លួនឯង Void នាងបកលនៅសិតសាខារួមដៃគ្នាត្រឡប់មកវិញគាត់បានទូរស័ព្ទទៅរកនាងបន្ទាល់ហើយធ្វើការសុំទោសនាងជាច្រើនតែនាងបានប្រាប់វិញថាអ្នកដែលគួរសុំទោសគឺជា Sylvan មិនមែននាងនោះទេក្រៅពីនឹងមូលហេតុដែលនាងជ្រើសរើសយកក្រុមហ៊ុនរបស់គាត់ក៏ដោយសារតែ Sylvan ដែរចឹងហើយបានធ្វើគាត់មានការងារឆ្ងល់ហើយសួរទៅថាតើ Sylvan នឹងគឺជានរណាហើយមានទំនាក់ទំនងអីជាមួយនឹងនាង Animal ឃើញថាឱកាសល្អចឹងក៏ប្រាប់គេទៅថាគេគឺជាសង្សាររបស់នាងឬចឹងក៏ថា3អ្នកនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយមកមើលពូហ្វានវិញក៏កំពុងតែសង្កេតមើលថាតើគ្រាប់គុយខ្យងឋានស៊ូមួយណាពិតប្រាកដតែគុយខ្យងតែប្រពើនៅក្នុងដៃរបស់ពូហ្វានគ្មានមួយណាពិតប្រាកដនោះទេចឹងអាពិតប្រាកដសារនាងបានយកទៅបាត់ហើយនាងក៏ពិតជាសំណាងមែនទែនក៏ប៉ុន្តែនាងមិនដឹងពីវិធីក្នុងការបើកត្រាឡើយនៅភ្លាមនោះស្រាប់តែនៅខាងក្រៅឮមាត់អ៊ូអគេថាម្ចាស់បំណុលរបស់ពួកគេក៏បានមកដល់ហើយទាមទារឲ្យពួកគេរើអីវ៉ាន់ចាក់ចែងពីទីកន្លែងនេះជាបន្តបើមិនចឹងនោះទេពួកគេក៏នឹងធ្វើការដុតកំទេចចោលជាបំខានដើម្បីយកប្លង់ស្ដាប់ឮចឹងពួកគេពិតជាផុតភ័យខ្លាំងមែនទែនក្រៅពីអង្វរក៏គឺមិនអាចធ្វើអ្វីបានទេសូម្បីតែលុយមកកម្មសេនក៏គ្មានផងតែពូចាងថែមទាំងប្រើក្បាច់ចាស់របស់គាត់ដើម្បីអង្វរកទៅកាន់ពួកគេធ្វើជាគួរអាណិតចឹងតែក៏ប៉ុន្តែប្រសិទ្ធភាពនៃក្បាច់របស់គាត់បានប្រើត្រឹមតែ2ដងឬក៏3ដងតែប៉ុណ្ណោះឥឡូវនេះគេដឹងល្បិចអស់ហើយគឺមិនអាចធ្វើអ្វីបានទេលោកតាកែក៏បញ្ញាប់ឲ្យពួកគេរើអីវ៉ាន់ចេញភ្លាមទៅហើយកំឡុងពេលនោះពូហ្វានក៏បានចេញមកសួរមានរឿងអីកើតឡើងលោកតាកែក៏បានប្រាប់ទៅថាទីកន្លែងនេះគឺខ្លាយទៅជារបស់គាត់ហើយអញ្ចឹងហើយអ្នកដទៃក៏មិនលូកដៃហើយដូច្នេះហើយពូហ្វានគឺមានតែសម្រេចចិត្តថានឹងទិញយកទីកន្លែងនេះតែប៉ុណ្ណោះលុយដែលគេយកចំណាយទិញនេះគឺជាលុយរបស់ក្រុមហ៊ុនទៅកាងបន្ទាប់ពីទិញរួចហើយធ្វើអ្នកលក់ក៏មានការងារឆ្ងល់ផងដែរក្រុមហ៊ុនចិត្តផ្សាយធនហើយឬមួយក៏គេបដូរអាជីវកម្មគណៈពេលនោះពូហ្វានក៏ដឹងដូចគ្នាថាមានអ្នកតាមដានក៏ទំនងជាមនុស្សមកពីក្រុមហ៊ុនកៃហ្វឹងចឹងហើយក៏ធ្វើតាក់ទងទៅកាន់ Animal ប្រាប់ឲ្យនាងយកនៅគ្រឿងផ្សំថ្នាំផ្សេងៗមករក្សាទុកលើទីកន្លែងនេះមកនិយាយរួមទៅពូហ្វានចង់យកទីកន្លែងនេះទុកធ្វើការចម្រាញ់ថ្នាំហើយអាលនឹងយកលក់លើទីផ្សារអាកូនចៅក្រុមហ៊ុនកៃហ្វឹងមួយនឹងឮចឹងគិតថាវាគឺជារឿងដ៏សំខាន់មែនហើយដូច្នេះក៏បញ្ញាប់តរីការប្រាប់ថ្នាក់ដឹកនាំឥឡូវនេះមនុស្សនៃនិកាយយូគនបានឃើញផងដែរថាអ្វីគ្រប់យ៉ាងក៏កំពុងតែស្ថិតក្នុងដៃរបស់ពូហ្វានសូម្បីតែវិឡាហើយនឹងគុយខ្យងរបស់ពូគាត់ពូហ្វានក៏បានប្រាប់ពួកគេទៅឥឡូវនេះគុយខ្យងទាំង7ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់គេនឹងវាគឺសិតសងតែជាខ្លាំងខ្លាយអាពិតប្រាកដគឺស្ថិតក្នុងដៃរបស់សាននាងស្ដាប់លើចឹងហើយធ្វើពួកគេមានការផាត់ភ័យខ្លាំងមែនទែនក៏ប៉ុន្តែពូហ្វានបានប្រាប់ឲ្យពួកគេសប្បាយចិត្តវិញក៏ថានេះមិនអាចប្រើប្រាស់បានទេត្រាដៃនៅជាប់ជាមួយនឹងគុយខ្យងពិតប្រាកដវាក៏ដូចជាកន្លឹះដ៏ធំមួយអញ្ចឹងហើយអាគុយខ្យងទាំង7ស្ថិតក្នុងដៃពួកគេនេះគឺជាកូនសោហើយដូច្នេះហើយបន្តិចទៀតប្រកាសជាមានអ្នកមកទិញចិត្តជាពំខាននោះទេយើងគ្រាន់តែលក់ហើយនឹងបកលឲ្យទៅពួកគេទៅបានហើយពូហ្វានជឿជាក់ថាក្នុងរយៈពេល3ថ្ងៃគុយខ្យងឋានសួគ៌ពិតប្រាកដក៏ត្រូវបានគេបញ្ជូនមកវិញជាពំខានឬចឹងហើយធ្វើអ្នកគ្រប់គ្នាមានការសប្បាយចិត្តខ្លាំងមែនទែនហើយឥឡូវនេះពូហ្វានគឺគ្រាន់តែរងចាំពេលវេលាដ៏ស័ក្តិសមដើម្បីធ្វើសកម្មភាពតែប៉ុណ្ណោះចំពោះដំណឹងដែលថាពូហ្វានទិញវិឡាយូគាត់បានលើទៅដល់ Black Window បែបនេះហើយបានធ្វើឲ្យនាងដឹងផងដែរថាក្រុមហ៊ុនឡុងថឹងរីចម្រើនក៏ដោយសារតែអាចកំបាំងមួយចំនួនហើយនាងក៏ដឹងដូចគ្នាថាអ្នកនៅពីខាងក្រៅក្រុមហ៊ុនឡុងថឹងក៏ជាពូហ្វានដែរចឹងគួរតែមានស្ថានភាពផ្សំដ៏កម្រណាមួយដែលធ្វើក្រុមហ៊ុនរបស់ពួកគេរីចម្រើនជាមិនខានចឹងហើយក៏បានចាប់ខ្លួនរបស់តកែលោកវិឡាយូគាត់នឹងឲ្យគាត់ដើម្បីធ្វើការសាកសួរថាតើនៅខាងក្នុងវិឡាយូគាត់នឹងគឺមានអ្វីពិសេសទៅគាត់ក៏បានប្រាប់ទៅថានៅក្នុងសាឆាបារាណរបស់ពួកគេគឺមានគុយខ្យងចំនួន7គ្រាប់ដែលត្រូវបានស្គាល់ថាជាគុយខ្យងឋានសួគ៌ហើយគាត់ក៏មិនដឹងពីប្រសិទ្ធភាពរបស់វាទេបន្ទាប់ពីសួរចម្លើយគេហើយក៏អូក្បាលគឺចាញ់ជាបន្ទាន់ហើយនាងក៏បានគិតផងដែរថាវាក៏ប្រកាសជាចំណុចខ្សោយរបស់អសស្ថានឡុងថងចាក់ជាពំខាននោះទេដរាបណានាងអាចទៅតាមយកគុយខ្យងទៅអស់នោះហើយតំណែងក្រុមហ៊ុនកម្ពុជាផ្នែកថ្នាំពេទ្យប្រកាសជាខាងនាងជាមិនខានពូហ្វានក៏បានធ្វើដំណើរមកជួបជាមួយនឹងលោកពូទ័រហ្វូវិញតែធ្វើគាត់មានការសប្បាយចិត្តជាខ្លាំងនៅពេលដែលបានឃើញថាពូហ្វានមានសុវត្ថិភាពហើយមិនកើតអីប៉ះពាល់ដល់អាយុជីវិតគាត់ស្ទើរទៅហៅប៉ូលីសដើម្បីប្តឹង Black Window ទៅហើយកំពុងតែនិយាយគ្នាសុកស្រាប់តែសើយៀនបានចូលមកថាឲ្យពូហ្វានតែម្ដងអាមិនក៏បានជាគេយកលុយក្រុមហ៊ុនទៅទិញវិឡាយូគាត់ដោយគ្មានការអនុញ្ញាតពីនាងអញ្ចឹងលើអញ្ចឹងម្ដាយរបស់នាងខឹងជាខ្លាំងគាត់ថាពូហ្វានគឺជាក្មេងកំណាចពិតមែនមិនទាន់ត្រូវជាស្អីនឹងគ្នាផងបែរជាយកលុយក្រុមហ៊ុនទៅទិញវិឡាណាឆ្កុយក៏ប៉ុន្តែត្រូវបានលោកពូទ័រហ្វូគាត់ក៏ព្រោះដោយសារតែពូហ្វានមានគុណធំណាស់ដោយសារតែគេទៅធ្វើឲ្យក្រុមហ៊ុនទៅកាងអាចរួមដៃគ្នាជាមួយនឹងក្រុមហ៊ុនឡុងថឹងបានគាត់មិនចាត់ទុកថាជាបញ្ហាធំដុំអ្វីនោះទេគាត់បានប្រាប់ឲ្យពូហ្វាននឹងមកចាំបារម្ភឡើយចាត់ទុកថាវាគឺជាកាដូសម្រាប់គាត់ឲ្យពូហ្វានទៅចោះតែពូហ្វានបានប្រាប់ត្រឡប់ទៅវិញថាបើទោះបីជាគេប្រើគណនៃក្រុមហ៊ុនទៅកាងក៏ពិតមែនក៏ប៉ុន្តែគេក៏នឹងផ្ទេរលុយត្រឡប់ទៅវិញហើយគេក៏នឹងបកគលវិឡាយូគាត់នេះឲ្យគាត់ថែមទៀតផងឬចឹងបានធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលហើយលោកពូទ័រហ្វូក៏ឆ្លេចសួរទៅថាតើពូហ្វានបានលុយមកពីណាច្រើនម្ល៉េះប្រពន្ធរបស់គាត់ហុងបីបានសន្និដ្ឋានថាក៏ប្រហែលជាពូហ្វាននឹងត្រូវបានសង្សាររបស់គេជួយឲ្យព្រោះថាអ្នកស្រីវ៉ងគឺជាតកោគ្រួសារធំដុំមួយក្រៅពីនេះក៏មាន Animal ដែលជាម្ចាស់ក្រុមហ៊ុនឡុងថឹងជួយទៀតមានរឿងអីដែលគេខ្វះលុយទៅហើយថែមទាំងខឹងមួមកជាមួយនឹងពូហ្វានទៀតផងតែពូហ្វានបានវាយបកត្រឡប់ទៅវិញថាវាគឺជារសជាតិរបស់ខ្លួនគេ
គេចូលចិត្តបែបហ្នឹងបើសិនជាគាត់មិនពេញចិត្តទេក៏អត់ទេឃើញពួកគេប្រកែកគ្នាចឹងហើយលោកពូទ័រហ្វូគាត់ក៏បញ្ញាប់ប្រាប់ឲ្យប្រពន្ធគាត់តថយភ្លាមទៅហើយក៏សុំទោសពូហ្វានផងដែរដែលប្រពន្ធរបស់គាត់និយាយគ្មានចេះគិតគូរអ្វីនោះទេតែពូហ្វានមិនប្រកាន់នោះឡើយព្រោះថាចរិតគាត់បែបហ្នឹងហើយគឺមិនអាចកែឡើងទេក្រៅពីហ្នឹងមូលហេតុដែលពូហ្វានយកលុយទៅទិញវីឡាយូគាត់គឺក្នុងចេតនាដើម្បីបោកប្រាស់ Black Widow តែប៉ុណ្ណោះបន្តិចទៀតនាងនឹងធ្វើដំណើរមកដល់ហើយបន្ទាប់មកពូហ្វានក៏បានធ្វើដំណើរចាកចេញស្របពេលដែរពីណាម៉ៃកូននឹងអត់ដឹងពីគំនិតរ៉ូស៊ីរបស់ពូហ្វាននោះទេប្រហែលថ្ងៃខាងមុខទេគឺជាពិធីជប់លៀងដ៏ធំមួយហើយដូច្នេះហើយគាត់ក៏នឹងរៀបចំកូនស្រីរបស់គាត់ឲ្យស្អាតដើម្បីរកប្តីអ្នកមានម្នាក់រៀបការជាមួយនឹងគេក្រៅពីហ្នឹងពួកគេក៏ចង់រៀបចំផែនការមួយដើម្បីឲ្យអានីម៉ូដឹងថាពូហ្វានគឺជាមនុស្សប្រុសសាវ៉ាម្នាក់បន្ទាប់ពីអានីម៉ូឃើញថាចរិតរបស់ពូហ្វានមិនល្អប្រកាសជានាងដោះដៃហើយពូហ្វានខ្លាចទៅជាខ្មោចកំសត់ជាមិនខានភ្លាមនោះមិនបានយូរប្រហែលស្រាប់តែ Black Widow បានធ្វើដំណើរមកដល់ផ្ទះរបស់គាត់ដោយជាការរំពឹងទុករបស់ពូហ្វានពិតមែនដែលធ្វើលោកពូទ័រហ្វូគាត់មានការព្យាបាលដែលនាងមកសានេះគឺមកបែបសុភាពនោះទេហើយលោកពូទ័រហ្វូក៏ដឹងពីចេតនារបស់នាងដូចគ្នាហើយដូច្នេះហើយគាត់ក៏មានតែសម្របនិយាយ slow ជាមួយនឹងនាងទៅនាងបានយល់លេសថាក្រុមហ៊ុនតេកាហើយនិងក្រុមហ៊ុនកៃហ្វឹងរបស់នាងបានប្រយុទ្ធគ្នាជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែមិនឃើញលទ្ធផលសោះចឹងហើយពួកគេគួរតែរួមដៃគ្នាវិញម្ដងដើម្បីយកឈ្នះក្រុមហ៊ុនឡុងថងព្រោះថាក្រុមហ៊ុនឡុងថងគឺជាក្រុមហ៊ុនផ្ដាច់មុខដ៏ធំមួយនៅម៉ៃឈីងបន្តិចទៀតគេក៏នឹងខ្លាយទៅជាអ្នកខ្លាំងនៅឈីងប៉ៃទៀតហើយដូច្នេះហើយគួរតែមានវិធីណាមួយយកឈ្នះក្រុមហ៊ុនឡុងថងនៅឲ្យទាល់តែបានពេលនេះនាងបានដឹងថាវីឡាយូគាត់កំពុងតែស្ថិតក្នុងកាតាបដៃរបស់លោកពូទ័រហ្វូហើយដូច្នេះហើយនាងក៏ចង់ទិញពីគាត់មិនថាបើទោះបីជាគាត់លក់តម្លៃថ្លៃប៉ុណ្ណានោះទេនាងក៏ព្រមទិញដែរតែតម្លៃដែលនាងឲ្យនេះក៏ពិតជាខ្ពស់ខ្លាំងមែនទែនរហូតដល់5ដងមិនត្រឹមតែប៉ុណ្ណោះសូម្បីតែលក្ខខណ្ឌពិសេសមួយចំនួនក៏នាងព្រមប្រគល់ឲ្យគាត់ដែរបែបនេះហើយគាត់ក៏ធ្វើជានិយាយបែបជាមិនចង់លក់អីចឹងទៅក៏ប៉ុន្តែគាត់ដឹងច្បាស់ខ្លាំងណាស់ថាពូហ្វានធ្វើនេះពិតជាចំណេញដល់ក្រុមហ៊ុនគាត់មែនទែនក៏ប៉ុន្តែគាត់ក៏នៅតែធ្វើរឿងបដិសេធមិនព្រមលក់ឲ្យនាងចឹងតែធ្វើនាងខឹងមួម៉ៅមែនទែនចឹងហើយក៏បំរុងនឹងចាកចេញក៏ប៉ុន្តែបានប្រពន្ធរបស់គាត់ខាត់ឲ្យនាងគិតសារឡើងវិញទៅហើយនាងបានរករឿងប្តីរបស់គាត់ជាខ្លាំងហើយក៏មិនព្រមលក់ទៅព្រោះថាប្រាក់ចំណេញនេះអាចចិញ្ចឹមពួកគេដល់ចាស់តែបើទោះបីជាយ៉ាងណាលោកពូទ័រហ្វូក៏នៅតែបន្តមករឿងតែក្នុងចិត្តរបស់គាត់គឺចង់លក់វាខ្លាំងណាស់ព្រោះទទួលបានប្រាក់ច្រើនពេលនោះគាត់បានឃើញអាការល្អព្រោះប្រពន្ធរបស់គាត់ចេះធ្វើយំផងអីផងចឹងហើយគាត់ក៏មានតែសម្រេចចិត្តធ្វើការសញ្ញេទាំងរីរែកក៏ប៉ុន្តែរីរែកនេះគឺរីរែកទាំងសប្បាយចិត្តបន្ទាប់ពីធ្វើការសញ្ញេលក់ឲ្យនាងរួចហើយគឺថា Black Widow មានការសប្បាយចិត្តខ្លាំងមែនទែនបន្តិចទៀតនាងក៏នឹងខ្លាចទៅជាក្រុមហ៊ុនលក់អសត់កាយហ្វឹងដ៏ធំល្បីល្បាញជាងគេសូម្បីតែឡុងថងក៏មិនមែនជាដៃគូរបស់នាងផងតែរៀងកាត់មកកាន់អានីម៉ូនេះវិញនាងក៏កំពុងតែធ្វើដំណើរចុះស្ថានភាពស្រាប់តែជ្រុះគ្នាជួបជាមួយនឹង Black Widow តែប៉ុន្តែ Black Widow គឺមានគោលបំណងដើម្បីកាក់និយាយគ្នាជាមួយនឹងអានីម៉ូនឹងហើយដោយនាងចង់ឲ្យអានីម៉ូប្រគល់នៅសិទ្ធិភ្នាក់ងារសហការឲ្យនាងវិញទៅហើយចែកផលចំណេញចំនួន 50% ម្នាក់ក៏ព្រោះដោយសារតែមូលហេតុនាងបានដឹងពីអត្តកំបាំងនៅពីខាងក្រោយអសស្ថានឡុងថងទៅហើយតែប៉ុន្តែគឺតាក់ទិនជាមួយនឹងវីឡាយូគាត់ដែលនៅខាងក្នុងនោះគឺមានគុជចំនួន7គ្រាប់នឹងឯងដោយនាងគិតថានេះគឺជាវត្ថុធាតុដើមរបស់ក្រុមហ៊ុនឡុងថងដើម្បីធ្វើការពឹងផ្អែកវាហើយបើសិនជាគ្មានគ្រាប់គុជនោះទេក្រុមហ៊ុនឡុងថងក៏ប្រហែលជាអស់ស្តុករយៈពេល1ខែទៅ1ខែកន្លះនោះក៏ថែមទាំងបង្ហាញនៅគ្រាប់គុជឲ្យអានីម៉ូមើលទៀតផងដែលអានីម៉ូមើលហើយនាងមានការងាយឆ្ងល់ហើយយល់ពីអ្វីដែល Black Widow ចង់និយាយនោះទេព្រោះដោយសារតែក្រុមហ៊ុនឡុងថងរបស់នាងរីចម្រើនគឺមិនមែនដោយសារតែអញ្ចឹងឡើយវត្ថុធាតុដើមទាំងអស់គឺយកមកពីទីក្រុងម៉ៃឈីងមិនដែលពឹងផ្អែកទីក្រុងឈីងប៉ៃម្ដងណានោះទេនាងបានមើលឃើញហើយថា Black Widow កំពុងតែធ្វើខ្លួនឲ្យមានបញ្ហាហើយដូច្នេះហើយមុននឹងដើរចេញទៅក៏បានប្រាប់ឲ្យនាងភ្លឺភ្នែកតែម្ដងថាក្រុមហ៊ុនឡុងថងគឺមិនមែនជារបស់នាងនោះឡើយនាងគ្រាន់តែជាអ្នកគ្រប់គ្រងតែប៉ុណ្ណោះចំពោះម្ចាស់ក្រុមហ៊ុនពិតប្រាកដគឺជាយេពូហ្វានឯណោះទៅវិញនោះទេលើដូច្នេះហើយធ្វើ Black Widow មានការផិតភាំងស្មារតីជាខ្លាំងមិនបាច់ឆ្ងល់ទេថានៅពេលដែលនាងនិយាយជាមួយនឹងពូហ្វានម្ដងតែងតែមានសម្ពាធហើយគេតែងតែមានទំនុកចិត្តជានិច្ចអ្វីគ្រប់យ៉ាងគឺស្ថិតក្នុងគម្រោងការរបស់ពូហ្វានទាំងអស់ហើយការប្រកួតប្រជែងរបស់នាងគឺសុទ្ធសឹងតែជាកំហុសរបស់នាងផ្ទាល់ក៏ប៉ុន្តែយ៉ាងណាគឺនាងមិនឲ្យរឿងនេះទៅបានដោយស្រួលនោះទេនាងក៏ត្រូវតែធ្វើការវាយបោកពូហ្វានជាប្រកាសដល់ពេលនោះកូនចៅបានតាក់ទងមកប្រាប់ថាអង្គកម្មទាំង7គ្រាប់ដែលនាងបានទិញមកនឹងគឺសុទ្ធសឹងតែខ្លាំងនោះទេនិយាយរួមទៅគឺនាងស្ទើរតែធ្លាក់កោទៅហើយក៏ប៉ុន្តែនៅគណៈពេលដែលអានីម៉ូចេញផុតស្រាប់តែយិនសាននាងបានតាក់ទងមកដោយចង់ជួបនាងនៅផ្ទាល់ព្រោះដោយសារតែ Black Widow គឺមានរបស់ដែលនាងចង់បាននោះគឺជាអង្គកម្មទាំង7គ្រាប់ដែលនៅក្នុងដៃនាងនឹងឯងនៅពេលដែលអានីម៉ូចូលមកខាងក្នុងបន្ទប់របស់នាងស្រាប់តែជ្រុះគ្នាជាមួយនឹងពូហ្វានហើយនឹងស្ទើរមកអ្វីនៅទីកន្លែងនោះដែរនាងក៏សុំទោសពួកគេស្មានតែរំខានតែពូហ្វានបានប្រាប់ថាមិនមែននោះទេនាងមកចាំពេលត្រឹមត្រូវល្អណាស់ពូហ្វានបានដឹងពីអ្វីដែលនាងបាននិយាយគ្នាជាមួយនឹង Black Widow នៅខាងក្រោមរួចរាល់ទៅហើយម្យ៉ាងវិញទៀតពូហ្វានកំពុងតែរៀបចំគម្រោងការជាមួយនឹងវិមានសនយន្តដើម្បីឡោមព័ទ្ធចាប់ Black Widow ហើយនឹងយិនសាននាងព្រោះដឹងថាពួកគេទាំងពីរនាក់ចាប់ផ្ដើមតាក់ទងគ្នាហើយ Black Widow បានបង្កទៅជាក្រិតកម្មពាណិជ្ជកម្មដល់ឡៃយិនសាននាងគឺបង្កទៅជាក្រិតកម្មធម្មពលអាក្រក់ចឹងហើយពួកគេទាំងពីរត្រូវបានភ្នាក់ងារធំកំណត់គោលដៅទៅហើយដើម្បីចាប់ខ្លួនសើមអ្វីចាប់ផ្ដើមរៀបចំបិទផ្លូវទីក្រុងឈីងប៉ៃអស់ហើយក៏ធ្វើការបរិយាកម្លាំងឡោមព័ទ្ធក្រុមហ៊ុនកៃហ្វឹងដូចគ្នាផងដែរឯគោលបំណងធំរបស់ពូហ្វានក៏ត្រូវតែកម្ចាត់ធម្មពលអាក្រក់ទាំងអស់នៅក្នុងទឹកដីមួយនេះដើម្បីកុំឲ្យវាក្លាយទៅជាការគំរាមកំហែងដល់មនុស្សស្លូតត្រង់ទូទៅសើមអ្វីក៏ប្រញាប់ចេញទៅដើម្បីធ្វើការរៀបចំឲ្យបានទាន់ពេលរីឯអា
អានីម៉ូវិញក៏ចង់និយាយគ្នាជាមួយនឹងពូហ្វានផងដែរថាបន្ទាប់ពីបញ្ចប់ការងារនេះទៅតែអាចនៅជាមួយនឹងនាងបានអត់ព្រោះដោយសារតែនៅថ្ងៃខាងស្អែកហ្នឹងគឺមានពិធីជប់លៀងមួយគឺជាពិធីជប់លៀងលំដាប់អភិជនចឹងហើយនាងក៏មិនចង់នៅម្នាក់ឯងនោះទេចង់ឲ្យពូហ្វានមកនៅក្បែរនាងពូហ្វានក៏យល់ព្រមក៏ដើម្បីទៅធ្វើនេះសប្បាយចិត្តដូចគ្នាផងដែរបែបនេះបានធ្វើឲ្យអានីម៉ូរំភើបចិត្តខ្លាំងមែនទែនលុះយប់ឡើងពូហ្វានជាមួយនឹងសើមអ្វីក៏បានមកដល់ទល់មុខក្រុមហ៊ុនកៃហ្វឹងទៅហើយអ្វីគ្រប់យ៉ាងក៏ត្រូវបានឡោមព័ទ្ធមនុស្សមិនពាក់ព័ន្ធក៏ត្រូវបាននាងជំនះចេញចឹងគឺនៅសល់តែជនសង្ស័យធំតែប៉ុណ្ណោះកន្លែងមកមើលពួកគេទាំងពីរនៅខាងក្នុងនេះវិញសាននាងក៏កំពុងតែធ្វើការបង្រួមនៅធម្មពលរបស់នាងចម្រាញ់នៅក្របគុជទាំង8គ្រាប់នឹងរួមគ្នាដើម្បីដោះត្រានៅក្របគុជពិតប្រាកដពេលនោះស្រាប់តែមានកូនចៅម្នាក់មករាយការណ៍ប្រាប់ថាក្រុមហ៊ុនកៃហ្វឹងក៏ត្រូវបានវិមានសនយន្តឡោមព័ទ្ធចិត្តបាត់ទៅហើយក៏ប៉ុន្តែ Black Widow គឺគ្មានការភ័យខ្លាចនោះទេក៏ព្រោះដោយសារតែនាងមិនបានប្រព្រឹត្តនៅក្រឹតកម្មអ្វីផងយ៉ាងណាមិញនៅពីខាងក្រោយខ្នងរបស់នាងគឺមានគ្រួសារសាងកងមួយដែលមានតំណែងខ្លាំងចាំការពារទៀតអញ្ចឹងអ្នកដែលគួរតែមានបញ្ហានោះគឺជាយិនសាននាងហើយបើសិនជានាងធ្វើមិនទាន់ពេលវេលានោះយិនសាននាងគឺនាងមកខ្វល់ដូចគ្នាក៏បញ្ញាប្រាប់ឲ្យ Black Widow នឹងបិទមាត់ទៅដរាបណានាងអាចស្រូបយកនៅធម្មពលបរិសុទ្ធចេញមកពីក្របគុជនេះហើយនោះធម្មពលរបស់នាងនឹងឈានដល់កំពូលមិនថាពូហ្វានឬក៏ជាវិមានសនយន្តតមូលនោះទេនាងក៏អាចចាត់ការបានត្រឹមតែដៃម្ខាងតែប៉ុណ្ណោះក៏ប៉ុន្តែភ្លាមមិនដឹងថាជាមូលហេតុអ្វីទេស្រាប់តែផ្ទុះក្តៀងពេលហ្នឹងយិនសាននាងបានដឹងហើយថាក្របគុជខ្លាំងៗដល់នោះពូហ្វានបានដាក់ធម្មពលបំផ្ទុះដើម្បីកំណត់សញ្ញាអញ្ចឹងគឺមានន័យថាវាគឺជាអន្ទាក់របស់ពូហ្វានហើយដោយសារតែនាងរងរបួសធ្ងន់ចឹងហើយក៏ចាប់កូនចៅ Black Widow ម្នាក់មកស្រូបយកព្រលឹងដើម្បីមានធម្មពលគ្រុតកិច្ចខ្លួនចេញពីទីកន្លែងនោះបន្ទាប់មកពូហ្វានក៏ដូចជាសើមអ្វីបាក់ពលរបស់នាងក៏បានចូលមកដល់បន្ទប់របស់ Black Widow នៅពេលដែលចូលមកដល់បានឃើញវត្តមានរបស់យិនសាននាងនោះទេឃើញតែ Black Widow កំពុងតែដេកស្មាប់នាងប្រាប់ពួកគេថានាងក៏បានស្គាល់យិនសាននាងនឹងគឺជានរណាគេទេគ្រាន់តែដឹងថានាងគឺជាមេធ្មប់បានវាយទៅតាមយកនៅក្របគុជតាម7របស់នាងទៅក៏ប៉ុន្តែពូហ្វានគឺមិនជឿអ្វីដែលនាងបាននិយាយនោះទេព្រោះដោយសារតែជីពចររបស់នាងហាក់ដូចជាមិនត្រូវរបួសនោះឡើយជាងការជាប់ពន្ធនាគារយូរគូទៅប្រាប់ការពិតមកក៏ដោយសារតែឃើញថា Black Widow នៅតែបន្តមករឿងពូហ្វានក៏បានធ្វើទរណកម្មនាងបន្តិចផងដែរទើបនាងយល់ព្រមប្រាប់ការពិតថាយិនសាននាងទៅតាមផ្លូវណាគឺមានផ្លូវសម្ងាត់មួយចូលទៅកាន់ចំណតរថយន្តក្រោមដីកន្លែងនោះរៀងជ្រៅបន្តិចហើយដូច្នេះហើយពូហ្វានគឺមានតែប្រញាប់ធ្វើដំណើរទៅកាន់ទីកន្លែងនោះទេហើយ Black Widow វិញក៏ត្រូវបានគេចាប់ខ្លួនយកទៅដើម្បីធ្វើការសួរចម្លើយដោយសារតែនាងជាប់ពាក់ព័ន្ធជាមួយនឹងនិកាយយិនជីតែពេលដែលពូហ្វានហើយនឹងសើមអ្វីធ្វើដំណើរមកដល់ចំណតក្រោមដីហើយស្រាប់តែផ្ទះឃើញយិនសាននាងកំពុងតែរត់គេចចេញពីព្រលឹងខ្មោចហើយនៅពេលនោះស្រាប់តែព្រលឹងខ្មោចចាប់កាច់ប្របាក់ករបស់នាងសម្រាប់ចោលថែមទាំងដុតរាងកាយរបស់នាងឲ្យឆេះខ្ទេចខ្ទីថែមទៀតផងចំពោះអ្នកដែលធ្វើសកម្មភាពនោះក៏ជាវងសនីងទៅវិញតែខ្លួនរបស់នាងគឺពោពេញទៅដោយធម្មពលវិញ្ញាណអាក្រក់គ្រាន់តែបានឃើញចឹងពូហ្វានមានការផ្សាយប៉ាភ្លាមអ្វីដែលយើងបានឃើញវងសនីងក្នុងគណៈពេលនេះតាមពិតទៅមិនមែនជាវងសនីងពិតប្រាកដនោះទេព្រលឹងរបស់នាងក៏ត្រូវបានគ្រប់គ្រងទៅដោយធម្មពលព្រលឹងរបស់យិនសាននាងបាត់ទៅហើយនាងសុខចិត្តសម្រាប់ខ្លួនឯងដើម្បីយករាងកាយរបស់វងសនីងបើមើលទៅតាមកម្លាំងធាតុក៏ដូចជាល្បឿនរបស់នាងពិតជាលឿនខ្លាំងមែនទែនសូម្បីតែពូហ្វានក៏ពិបាកក្នុងការកំណត់គោលដៅដូចគ្នាផងដែរនៅកំឡុងពេលនោះគឺនាងចង់ពិភាក្សាគ្នាផ្ទាល់ជាមួយនឹងពូហ្វានហើយដូច្នេះហើយក៏ចង់សម្រាប់សើមអ្វីចោលកុំឲ្យនាងរំខានក៏ប៉ុន្តែត្រូវបានពូហ្វាននឹងមើលរារាំងហើយពូហ្វានមានការបារម្ភចំពោះរាងកាយរបស់វងសនីងខ្លាំងមែនទែនក៏ព្រោះដោយសារតែនាងគឺជាមនុស្សធម្មតាគ្មានចេះក្បាច់គុណក្នុងខ្លួននោះទេហើយបែរជាត្រូវបានគ្រប់គ្រងទៅដោយធម្មពលយ៉ាងខ្លាំងក្លាបែបនេះវាអាចនឹងធ្វើឲ្យវងសនីងមានការប៉ះពាល់ខ្លាំងដល់អាយុជីវិតហើយពូហ្វានវាយបកជាមួយនឹងវងសនីងគឺមិនធ្វើឲ្យនាងឈឺចាប់នោះទេគ្រាន់តែស្វែងរកឱកាសមួយល្អសម្រាប់គ្រប់គ្រងនៅធម្មពលព្រលឹងខ្មោចនោះចេញពីរាងកាយរបស់នាងតែប៉ុណ្ណោះក៏ដោយសារតែបានឃើញថាវាក៏ហាក់វិជាការឡើងនៅធម្មពលកាន់តែខ្លាំងពូហ្វានហើយនឹងសើមអ្វីក៏រៀបចំនៅគម្រោងការមួយដើម្បីឲ្យពូហ្វានដោតមកជន់នៅលើរាងកាយរបស់នាងបានផែនការរបស់ពូហ្វានក៏ឲ្យសើមអ្វីចូលទៅវាយគ្នាជាមួយនឹងវងសនីងឲ្យគេគប់មជុលពីក្រោយនៅពេលដែលមជុល4-10ដងជាប់នៅលើទ្រូងរបស់វងសនីងហើយធ្វើឲ្យនាងពិតជាពិបាកក្នុងការគ្រប់គ្រងរាងកាយខ្លាំងមែនទែនហើយនៅទីបំផុតពូហ្វានក៏អាចប្រើប្រាស់នៅធម្មពលត្រាដើម្បីសង្កត់រាងកាយរបស់នាងមិនអាចឲ្យធ្វើសកម្មភាពក៏ដូចជាផ្លាស់ទីបានទេតាមរយៈកងដៃអមតៈដែលពូហ្វានបានបកគលឲ្យនាងកាលពីមុននោះក៏អាចបង្កើតបានទៅជាខ្សែចំណងបង្កើតទៅជាភាពងាយស្រួលមួយយ៉ាងដែរពេលនេះយិនសាននាងក៏បានគម្រាមផងដែរថានាងក៏នឹងបំផ្លាញរាងកាយរបស់ខ្លួនឯងមិនថាតែនាងនោះទេសូម្បីតែវងសនីងពិតប្រាកដក៏ស្លាប់ដែរក៏ប៉ុន្តែជាមួយនឹងពូហ្វានមិនមែនអត់វិធីនោះទេដោយសារតែគេមានដបចម្រាញ់បិសាចក៏ស្រូបយកនៅធម្មពលព្រលឹងរបស់នេះចូលទៅខាងក្នុងដបដើម្បីធ្វើការចម្រាញ់បាត់ទៅការជួយសង្គ្រោះវងសនីងក៏ទទួលបានជោគជ័យក៏ប៉ុន្តែមកមើលរាងកាយរបស់វងសនីងពិតប្រាកដឯនេះវិញក៏ហាក់បីជាទន់ខ្សោយខ្លាំងមែនទែនក៏ព្រោះដោយសារតែនាងមានរាងកាយជាមនុស្សធម្មតាព្រលឹងរបស់យិនសាននាងវិញក៏បានប្រើប្រាស់នៅគុជអមតៈដើម្បីបញ្ចូលក្នុងរាងកាយរបស់នាងចឹងហើយធ្វើនាងអាចប៉ះពាល់ដល់ជីវិតអាចថានឹងស្លាប់ក្នុងរយៈពេល 2-3 ថ្ងៃទៀតចឹងហើយគឺពូហ្វានមានតែបញ្ញាក្នុងការសម្រួលធម្មពលរាងកាយរបស់នាងក៏ដោយសារតែធម្មពលគុជខ្យល់មួយនេះគឺមានខ្លាំងក្លាពេកចឹងហើយពូហ្វានគឺមានតែបន្ថយជីវិតខ្លួនឯងក្នុងការគ្រប់គ្រងតែប៉ុណ្ណោះបើសិនជាគេមិនអាចគ្រប់គ្រងបានចឹងគឺមានន័យថាគេកៃហ្វឹងតែមូលនឹងផ្ទុះហើយគេក៏អាចស្លាប់ដែរជំរឿគឺមានតែមួយនោះទេឲ្យសើមអ្វីដឹកនាំកូនចៅរបស់នាងចេញពីអគារកៃហ្វឹងហើយគេក៏នឹងបន្ថយជីវិតជួយសង្គ្រោះនាងជាសំណាងល្អពូហ្វានក៏ពិតជាអាចរកឃើញពីវិធីសាស្ត្រដើម្បីជួយសង្គ្រោះនាងមែនគឺស្រូបយកនៅធម្មពលគុជខ្យល់នេះដោយផ្ទាល់ចេញពីមាត់របស់នាងតែ
ម្ដងមិនត្រឹមតែប៉ុណ្ណោះពូហ្វាន់ក៏យកនៅគុជខ្យងនោះចេញពីរាងកាយរបស់នាងបានដើម្បីយកមកទុកប្រើការខ្លួនឯងអ្វីដែលចៃដន្យបំផុតនោះគឺថាវាបានជួយបង្កើនធម៌ពលរបស់ពូហ្វាន់ឲ្យកាន់តែខ្លាំងឈានទៅដល់ដំណាក់កាលដីឥតខ្យល់ទៅហើយខ្វះតែបន្តិចទៀតទេឡើងទៅដល់ដំណាក់កាលមេឃហើយពូហ្វាន់ក៏សប្បាយចិត្តណាស់ដែរដោយសារតែបានឃើញវ៉ាន់ស៊ូនីកដឹងខ្លួនត្រឡប់មកវិញហើយគ្រាន់តែថារាងកាយរបស់នាងទន់ខ្សោយហើយពេលហ្នឹងវ៉ាន់ស៊ូនីកក៏ដឹងថាខ្លួនឯងមកទីនេះដោយរបៀបណានោះទេនាងចាំថានាងបានទៅរកពូហ្វាន់នៅឯវីឡាយូគួនក៏ប៉ុន្តែលទ្ធផលបែរជានៅទីនេះទៅវិញពេលហ្នឹងនាងក៏បាននិយាយលេងសើចរករឿងទៅកាន់ពូហ្វាន់ផងដែរថាគេទៅចែកចង់ស្រីណាផ្សេងទៀតហើយមិនដឹងក្រៅពីហ្នឹងពូហ្វាន់ហើយនឹងនាងក៏បាននិយាយគ្នាលេងយ៉ាងស្និទ្ធស្នាលជាមួយនឹងគ្នាផងដែរហើយនាងក៏ចាត់ទុកខ្លួនឯងគឺជាព្រះនាងហើយពូហ្វាន់ក៏ចាត់ទុកខ្លួនឯងគឺជាទាហានសម្រាប់ការពីនាងដ៏ល្អឥតខ្ចោះចំពោះកម្មវិធីជប់លៀងនៅថ្ងៃខាន់សៃនាងក៏នឹងចូលរួមទៅជាមួយគេផងដែរហើយក៏ចង់ឲ្យពូហ្វាន់ទៅធ្វើជាសង្សាររបស់នាងផ្ទាល់ដើម្បីឲ្យឪពុករបស់នាងឃើញក៏ដូចជាបងប្រុសរបស់នាងឃើញដូចគ្នាពូហ្វាន់ក៏សន្យានឹងនាងដូចគ្នាផងដែរថាគេនឹងជួយនាងចប់ចងចប់ដាងនៅពេលដែលពួកគេបំរុងនឹងឆាចេញទៅហើយនោះស្រាប់តែវ៉ាន់ស៊ូនីមានអារម្មណ៍ថាអស់កម្លាំងអលីងពីខ្លួនហើយដូច្នេះហើយពូហ្វាន់គឺគ្មានជំរើសក្រៅពី3នាងឆាចេញនោះទេបែបនេះក៏បានធ្វើឲ្យវ៉ាន់ស៊ូនីកាន់តែលងស្នេហ៍នឹងពូហ្វាន់មកតង់ទៀតហើយនិយាយរំទៅក៏លងស្នេហ៍មែនទែនបន្ទាប់មកពូហ្វាន់ក៏បានតាក់ទងទៅខាងសើមអ្វីប្រាប់ថាគេបានដោះស្រាយរួចរាល់ទៅហើយដែលបានធ្វើនាងសប្បាយចិត្តខ្លាំងមែនទែនក៏ប៉ុន្តែអាក្របគុជខ្យងខ្លាំងខ្លាយតែ7គ្រាប់នោះគឺថានាងរកឃើញតែ6គ្រាប់ទេមួយគ្រាប់ទៀតបាត់គឺរកអត់ឃើញនោះឡើយមិនដឹងថាតើវាមានអាចក្បាំងអ្វីខ្លះទៀតទេចឹងហើយនាងក៏បញ្ញាប់តាក់ទងទៅខាងលោកតារបស់នាងប្រាប់ពីបញ្ហារបស់យិនសានាងថាពួកនាងក៏បានដោះស្រាយរួចរាល់ហើយឃើញចៅស្រីធ្វើការបានល្អដូច្នេះហើយគាត់ក៏ពិតជាមានក្តីសង្ឃឹមខ្ពស់ចំពោះនាងខ្លាំងមែនទែនហើយដូច្នេះហើយនៅក្នុងកម្មវិធីជប់លៀងអភិជននៅក្នុងថ្ងៃខាន់សៃនាងក៏អនុញ្ញាតឲ្យសើមអ្វីចូលរួមជាមួយនឹងពួកគេទៅដើម្បីសម្រាប់លំហែខ្លះតែមនុស្សដូចជាសើមអ្វីហាក់បីជាមិនសូវចូលចិត្តវិធីជប់លៀងអភិជនឬមួយក៏ភាពអ៊ូអរទាំងអស់នឹងស្អីនោះទេថ្ងៃដែលត្រូវរៀបចំពិធីជប់លៀងក៏បានចាប់ផ្ដើមឡើងដោយគ្រូសាវងគឺជាអ្នកបើកកម្មវិធីនេះឡើងតែម្ដងលោកពូម្នាក់នេះគឺជាលោកពូវងដែលត្រូវជាឪពុករបស់វងស៊ូនីនឹងឯងកំពុងតែនិយាយគ្នាជាមួយនឹងណាមីងចាំងពិភាក្សាការរៀបការកូនទាំងពីររបស់គាត់លោកពូវងក៏ចង់ឲ្យកូនស្រីរបស់គាត់នឹងរៀបការជាមួយនឹងកូនប្រុសរបស់ណាមីងចាំងខ្លាំងណាស់ក៏ប៉ុន្តែណាមីងចាំងគាត់បដិសេធហើយព្រោះថាកូនប្រុសរបស់គាត់គឺពិតជាមិនស័ក្តិសមជាមួយនឹងកូនស្រីរបស់គាត់ទេកន្លែងមកមើលណាមីងហុងមីដែលវិញក៏បាននាំកូនស្រីរបស់គាត់សើយានឹងចូលរួមកម្មវិធីដូចគ្នាផងដែរថែមទាំងហុចនាងឲ្យទៅកាន់ធានសើដើម្បីឲ្យពួកគេទាំងពីរនឹងកាន់តែមានចំណងមេត្រីកាន់តែខ្លាំងឡើងហើយពួកគេក៏នឹងរៀបការជាមួយគ្នាក្នុងថ្ងៃអនាគតចឹងទៅពេលនោះណាមីងហុងមីក៏សរសើរគេផងដែរថាដោយសារតែអំណាចរបស់ធានសើទើបអាចបណ្ដេញពូហ្វាន់ចេញពីទីកន្លែងនេះបានមិនត្រឹមតែប៉ុណ្ណោះធានសើក៏អាងផងដែរថាគេមានសមត្ថភាពខ្ពស់ណាស់ពូហ្វាន់គ្មានលទ្ធភាពនឹងចូលរួមជាមួយនឹងពួកគេទេហើយបើសិនជាគេហ៊ានមកគេក៏នឹងវាយរលត់ជង្គង់ហើយហៅថាបងប្រុសជាបំខានតែនៅកំឡុងពេលនោះស្រាប់តែគេភាំងស្មារតីតែម្ដងព្រោះដោយសារតែឮសំឡេងរបស់ពូហ្វាន់សួរថាណាទៅចង់ឲ្យយើងលត់ជង្គង់ហៅថាបងប្រុសនោះពូហ្វាន់បានដើរចូលមកថែមទាំងដឹកដៃរបស់វងស៊ូនីថែមទៀតផងគ្រាន់តែឃើញដូច្នេះហើយធានសើពិតជាខ្វាត់ភ័យខ្លាំងមែនទែនឃើញពូហ្វាន់ក៏ដូចជាឃើញខ្មោចចឹងក៏បញ្ញាប់មកធ្វើការសុំទោសហើយប្រាប់ថាអ្នកដែលនិយាយពីអំបញ្ញមិញនេះគឺមិនមែនជាគេនោះទេចាំគេរកឃើញគេក៏នឹងកំទេចចោលមិនຕົកសំបីតែឆ្អឹងគ្រាន់តែនិយាយប៉ុណ្ណឹងហើយក៏បញ្ញាប់រត់ចាក់ចេញភ្លាមគឺមិនហ៊ានកតតជាមួយនឹងពូហ្វាន់ទៀតឡើយព្រោះការមុនត្រូវបានពូហ្វាយវាយឡើងទ្រាំខ្លួនទៅហើយវ៉ាន់ស៊ូនីក៏សរសើរពូហ្វាន់ផងដែរសូម្បីតែគ្រួសារធានសើក៏មិនហ៊ានជាមួយនឹងពូហ្វាន់ដូចគ្នាកំឡុងពេលនោះអ្នកមីងហុងមីក៏មករករឿងពូហ្វាន់ជាទម្ងន់ដោយសារតែគេនឹងបានធ្វើអនាគតកូនប្រសាររបស់គាត់រត់ឡងភ័យស្លន់ស្លោពេលហ្នឹងវ៉ាន់ស៊ូនីចេញមកការពារដោយសួរផងដែរថាតើកម្មវិធីមួយនេះអ្នកណាអញ្ជើញនាងឲ្យចូលមកបើសិនជាមិនចង់ឲ្យនាងបន្តចេញនោះទេគួរតែនិយាយល្អដាក់ពូហ្វាន់ផងព្រោះថាបច្ចុប្បន្ននេះពូហ្វាន់គឺជាសង្សាររបស់នាងឪពុករបស់នាងគ្រាន់តែស្ដាប់ឮដូច្នេះហើយមានអារម្មណ៍ថាដូចជាខ្មាស់អៀងគ្រួសារចាងខ្លាំងមែនទែនហើយដូច្នេះហើយក៏ឲ្យកូនប្រុសរបស់គាត់ដែលត្រូវជាបងប្រុសស៊ើនីងនឹងឲ្យទៅយកស៊ើនីងម្នាក់វិញមកខំតែញ៉ៃញ៉ៃនៅទីកន្លែងនោះអីហើយដូច្នេះហើយក៏ដើរទៅបញ្ញាប្រាប់ឲ្យបងស្រីទៅទីកន្លែងនោះជាបន្ទាន់ហើយចាក់ចេញពីគេម្នាក់នេះទៅហើយកំឡុងពេលហ្នឹងផងដែរនាងក៏បានប្រាប់ថានាងមិនទៅណាទាំងអស់ព្រោះថាពូហ្វាន់គឺជាសង្សាររបស់នាងថែមទាំងកាន់ដៃគេសតថែមទៀតផងគ្រាន់តែឃើញចឹងហើយបងប្រុសនាងហាក់បីជាខឹងខ្លាំងមែនទែនបញ្ញាឲ្យពូហ្វាន់នឹងលែងដៃនាងភ្លាមព្រោះថាគេមិនស័ក្តិសមជាមួយនឹងនាងតទៅសោះចំពោះអ្នកមីងហុងមីក៏បានថែមលបោយផងដែរថាពូហ្វាន់គ្រាន់តែជាក្មេងក្រីក្រមកពីជនបទទេមូលហេតុដែលអ្នកស្រីវងស្រឡាញ់ក៏ប្រហែលជាដោយសារតែពូហ្វាន់ប្រើប្រាស់មុនស្នេហ៍អ្វីផងក៏មិនដឹងឃើញចឹងហើយបងប្រុសរបស់ស៊ូនីក៏បញ្ញាបកលនៅកាតមួយដែលមានលុយរាប់លាននៅខាងក្នុងនោះឲ្យពូហ្វាន់នឹងយកទៅឆាយវិញមកជីវិតគេទៅក៏មកញ៉ៃញ៉ៃជាមួយនឹងប្អូនស្រីរបស់គេទៀតឃើញចរិតបែបហ្នឹងហើយវងស៊ូនីក៏ពិតជាខឹងជាមួយនឹងបងប្រុសខ្លាំងមែនទែនហើយពូហ្វាន់វិញក៏មិនអាចបាក់មុខបាក់មាត់បានដែរគេក៏បញ្ញាប់អោបនាងនឹងស្អិតហើយក៏ប្រកាសជាសាធារណៈរវាងទំនាក់ទំនងរបស់ពួកគេទាំងពីរតែម្ដងដោយពូហ្វាន់បានអាងថាគេគឺពិតជាសង្សាររបស់វងស៊ូនីពិតមែនមិនអាចមាននរណាគេមកបំបីបំបាក់បានឡើយតែមីងហុងមីក៏បញ្ញាប់ប្រកាសបកលឲ្យលោកប្រុសវងវិញថែមទាំងប្រាប់ផងដែរថាលុយនេះប្រហែលជាមិនគ្រប់ទេមិនទេគណៈពេលនោះស្រាប់តែអានីម៉ូនាងក៏បានធ្វើដំណើរមកដល់ហើយពូហ្វាន់ចាំមុខដែលបានធ្វើនៅគ្រប់គ្នាមានការព្យាបាលមែនទែនគ
ณะពេលហ្នឹងអានីម៉ូគឺមិនចង់ឲ្យអ្នកគ្រប់គ្នាមានការសង្ស័យច្រើនទៅលើពូហ្វាននោះទេកុំឲ្យចេះតែនិយាយមាត់ចាមាត់ប្រៀបចឹងហើយក៏ប្រាប់ពីឋានៈពិតរបស់ពូហ្វានថាគេគឺជាពូហ្វានម្ចាស់ក្រុមហ៊ុនឡុងថងផ្ទាល់តែម្ដងហើយនឹងគ្រាន់តែជាឋានៈអ្នកគ្រប់គ្រងក្រោមអាវ៉ាត់ពូហ្វានតែប៉ុណ្ណោះបើសិនជានៅតែហ៊ានមើលងាយគេទេប្រកាសណាក្រុមហ៊ុនរបស់អ្នកនឹងបង្រៀនពួកគេពីរបៀបក្នុងការគ្រប់មនុស្សចាក់ជាពំខាននោះទេគ្រាន់តែលើបែបហ្នឹងទាំងគ្រួសារវងគ្រួសារធំៗដទៃទៀតមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាឋានៈរបស់ពូហ្វាននេះក៏ធំដុំដល់ម្លឹងនោះទេសូម្បីតែវងសនីនៅក្បែរដៃហ្នឹងក៏មិននឹកស្មានដូចគ្នាក្រៅពីនោះអ្នកមីងហុងមីក៏នៅតែមិនជឿគិតថាពូហ្វានគ្រាន់តែបោកប្រាស់នាងដើម្បីឲ្យនាងនិយាយការពីគាត់តែប៉ុណ្ណោះក៏ប៉ុន្តែភ្លាមៗស្រាប់តែសើមកវិញនឹងបានដើរចូលមកដែរវត្តមានរបស់សើមកវិញក៏ធ្វើអ្នកគ្រប់គ្នាលែងមានការសង្ស័យចំពោះសមាជិករបស់ពូហ្វានទៀតហើយព្រោះថាពូហ្វានគឺជាភ្ញៀវកិត្តិយសដ៏សំខាន់របស់វិមានសនយ៉នដែលជាគ្រួសាររាជវង្សការមាក់ងាយពូហ្វានក៏ដូចជាមាក់ងាយគ្រួសាររាជវង្សគឺគ្មាននរណាហ៊ាននោះទេហើយដូច្នេះហើយអ្នកគ្រប់គ្នាក៏បិទមាត់ចិត្តលែងនិយាយមួយម៉ាត់បានត្រឹមតែបើកភ្នែកធំៗប៉ុនពងមាន់តែប៉ុណ្ណោះពេលហ្នឹងពូហ្វានក៏បញ្ចេញសម្លេងវិញម្ដងប្រាប់ផងដែរថាឲ្យលោកប្រុសវងហ្នឹងទៅប្រាប់ឪពុករបស់គេវិញបន្តិចទៀតគេក៏នឹងទៅលេងគ្រួសារវងហើយតម្លៃគ្រួសារចាស់ក៏គេនឹងទៅលេងដូចគ្នាចំពោះអ្នកដែលខកចិត្តជាទីបំផុតនោះក៏ជាសើយានឹងឯងមិននឹកស្មាស់ថានាងបានមើលរំលងគេអញ្ចឹងទេពីដល់ម៉ៃកលហ្នឹងក៏ពិតជាដឹងខ្លួនឯងថាមានកំហុសធ្ងន់ខ្លាំងមែនទែនស្ទើរតែមិនអាចទទួលយកបានទេថាវាគឺជាការពិតពូហ្វានក៏បានដឹកដៃសឺនីងព្រមទាំងពួកគេទាំងពីរអ្នកទៀតនឹងចេញទៅខាងក្រៅមើលទៅខាងក្នុងឡានពូហ្វានហើយនឹងបងសឺនីងហាក់បីដូចជាស្និទ្ធស្នាលខ្លាំងមែនទែនធ្វើចែកទាំងពីរហ្នឹងហាក់បីដូចជាមានអារម្មណ៍ថាប្រច័ណ្ឌណាស់ពិសេសជាងគេនោះក៏ជាអានីម៉ូនឹងឯងពេលហ្នឹងសឺនីងក៏មានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់នៅពេលដែលបានក្បែរពូហ្វាននាងចង់នៅក្បែរពូហ្វានជារៀងរហូតម្យ៉ាងវិធីនាងក៏បានសួរសំណួរឲ្យពូហ្វានពិបាកឆ្លើយផងដែរថាតើគេពិតជាចូលចិត្តនាងមែនឬក៏អត់ពូហ្វានក៏ឆ្លើយមែនលីលេតែគេក៏ប្រហែលជាចូលចិត្តមិនត្រឹមតែប៉ុណ្ណោះក៏ស្រឡាញ់នាងថែមទៀតផងហើយដូច្នេះហើយនាងក៏បានគេងលក់នៅលើទ្រូងរបស់ពូហ្វានត្រឹមតែមួយរំពេចហើយមូលហេតុដែលពូហ្វានកាន់ដៃនាងរបស់សឺនីងរហូតអត់ព្រមលែងនោះក៏ព្រោះដោយសារតែរាងកាយរបស់សឺនីងគឺខ្សោយខ្លាំងមែនទែនបើសិនជាពូហ្វានហ៊ានទៅលែងដៃនាងចេញនោះហើយអត់បញ្ចូលធម៌ពលរបស់គេក្នុងខ្លួនរបស់នាងក្នុងរយៈពេលត្រឹមតែ2ទៅ3ថ្ងៃតែប៉ុណ្ណោះនាងក៏នឹងត្រូវស្លាប់ជាពំខាននោះទេអញ្ចឹងហើយតម្រូវឲ្យពូហ្វានបញ្ចូលធម៌ពលចូលក្នុងរាងកាយរបស់នាងរហូតឬបែបហ្នឹងធ្វើឲ្យអានីម៉ូមានការបារម្ភខ្លាំងមែនទែនហើយនាងក៏យល់ពីមូលហេតុថាហេតុអីក៏ពូហ្វានចាប់ដៃនាងជាប់រហូតដូច្នេះតែមិនថាបើទោះបីជាកលៈទេសៈនេះពិបាកយ៉ាងណានោះទេពូហ្វានក៏នៅតែសន្យាថាគេនឹងរកវិធីដើម្បីជួយសង្គ្រោះនាងឲ្យទាល់តែបានស្អីរឿងកាត់មកកាន់គ្រួសារវិជនមួយដែលមានឈ្មោះថាគ្រួសារយៀនគេម្នាក់នេះគឺមានឈ្មោះថាយៀនស៊ូមីងហើយលោកតាចាស់វេកូនហ្នឹងគាត់មានឈ្មោះថាយៀនស៊ីយីងគាត់បានមើលព័ត៌មានតែតាន់ជាមួយនឹងវិធីជប់លៀងអភិជនការពីយប់មិញគឺថាពូហ្វានគឺត្រូវជាសង្សារពិតប្រាកដរបស់វងស៊ឺនីងដែលត្រូវជាកូនស្រីរបស់គ្រួសារវងពួកគេបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ពូហ្វានហើយឃើញថាមិនធម្មតានោះទេហើយបើសិនជាឲ្យពូហ្វានដែលត្រូវជាម្ចាស់ក្រុមហ៊ុនឡុងថងធ្វើជាក្នុងបង្អែករបស់គ្រួសារវងនោះប្រកាសណាផែនការរបស់ពួកគេមិនរលូនសោះឡើយពួកគេទាំងពីរនាក់ត្រូវជាតាចៅនឹងគ្នាចៅរបស់គាត់គឺមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះផែនការមួយនេះក៏ប៉ុន្តែលោកតាប្រាប់ថាមិនចាំបាច់បារម្ភនោះទេបន្តិចទៀតនឹងដឹងគ្នាហើយអនុញ្ញាតឲ្យពួកគេហោះហើរលេងឲ្យយូរបន្តិចទៅដល់យើងក៏អត់ទាន់ដឹងទេថាផែនការរបស់គេនឹងគឺជាអ្វីនោះឡើយយើងគ្រាន់តែដឹងថាសាច់រឿងនៅក្នុងរដូវកាលទី1របស់យើងត្រូវបានបញ្ចប់ទៅហើយរដូវកាលទី2ក៏ត្រូវបានគេចាក់បញ្ចាំងមកដែរក៏ប៉ុន្តែវាជាលក្ខណៈវីដេអូ AI នោះទេមិនដឹងថា admin យកវាមកសម្រាប់ជូនបងប្អូនទាំងគ្នាទស្សនាកម្សាន្តឬមួយក៏អត់នៅឡើយចាំមើលការរីកcommentរបស់បងប្អូនជាមុនសិនស៊ូឌីអូគេហាក់បីជាខ្ជិលធ្វើរឿងបន្តចឹងហើយក៏បានប្រើ AI ឲ្យជួយតែម្ដងទៅហ្នឹងហើយបងប្អូនបន្ទាប់ពីពូហ្វានក៏ត្រូវបានបញ្ចប់ហើយយើងជួបគ្នាជាមួយនឹងឈិនឆាងសាំងបន្តសង្ឃឹមថាបងប្អូនទាំងគ្នានៅតែបន្តការគាំទ្រ admin ហើយ admin ក៏នឹងវិលត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងដទៃផ្សេងជាច្រើនទៀតខណៈពេលនេះពីសំណាក់ admin មេប៉ាស៊ីវក៏ជម្រាបលាបាយបាយ